មានប្តីបងប្អូនណាដោយប្តីខ្ញុំអត់ប្តីខ្ញុំគឺថាចូលចិត្តញ៉ាំសម្លការីណាចាសួស្តីបងប្អូនប្តីខ្ញុំគឺថាបើឲ្យញ៉ាំការីវិញមួយខែញ៉ាំ3ដង4ដងក៏បានដែរឲ្យតែថាសម្លការីគាត់ចូលចិត្តញ៉ាំណាចាហើយថ្ងៃហ្នឹងប្តីខ្ញុំគាត់ចង់ញ៉ាំសម្លការីគាត់មកប្រាប់ខ្ញុំថាគាត់ចង់ញ៉ាំសម្លការីអញ្ចឹងទៅខ្ញុំនៅផ្ទះមានមាន់ស្រាប់ហើយមាន់ខ្ញុំរៀងទូចដែរអញ្ចឹងក៏ខ្ញុំថែមជើងមាន់ខ្លះទៅហើយនៅផ្ទះមានកោះទាទៀតខ្ញុំក៏ថែមពីលើនឹងទៀតទៅព្រោះឲ្យឃើញមាន់រៀងទូចដែរខ្លាចពេលធ្វើឆ្អិនហើយហ្នឹងញ៉ាំអត់គ្រាន់អញ្ចឹងហើយខ្ញុំក៏ថែមកោះទាខ្លះក៏ថែមជើងមាន់ខ្លះទៅឲ្យវាបានច្រើនបន្តិចព្រោះអីប្តីខ្ញុំគាត់ចូលចិត្តញ៉ាំការីណាធ្វើរឿងច្រើនអញ្ចឹងគាត់ញ៉ាំ2ពេលអីក៏គាត់ញ៉ាំបានដែរព្រោះគាត់ចូលចិត្តណាប៉ុណ្ណឹងខ្ញុំដាក់អំបិលចូលបន្តិចទៅខ្ញុំដុសស្បែកហ្នឹងឲ្យស្អាតអញ្ចឹងទៅយើងលាងបែបហ្នឹងធ្វើឲ្យស្អាតស្បែកមាន់យើងទៀតផងហើយខ្ញុំលាងមាន់រួចរាល់អស់ហើយចាប់ផ្ដើមខ្ញុំកាប់មាន់ហ្នឹងតែម្ដងខ្ញុំកាត់មាន់ហ្នឹងមកដុំរាងល្មមដែរទៅកុំឲ្យទុយពេកកុំឲ្យធំពេកដែរខ្ញុំកាត់រួចរាល់អស់ហើយចាប់ផ្ដើមខ្ញុំមកចាក់គ្រឿងការីម្ដងហើយគ្រឿងការីខ្ញុំចូលចិត្តប្រើតែគ្រឿងការីកញ្ចប់បែបនេះឯងមានបុកគ្រឿងបុកអីទេខ្ញុំប្រើគ្រឿងការីកញ្ចប់របស់ម៉ាឡេនឹងឯងហើយគ្រឿងការីហ្នឹងមានច្រើនម៉ាកច្រើនម៉ូតណាហើយខ្ញុំចូលចិត្តប្រើតែម៉ាក់ហ្នឹងឯងម៉ាក់ហ្នឹងវាឆ្ងាញ់ស្លគ្រឿងការីកញ្ចប់អញ្ចេះស្រួលទៀតផងអត់ពិបាកយើងបុកគ្រឿងបុកអីទេមាន់ខ្ញុំកាប់រួចរាល់អស់ហើយចាប់ផ្ដើមខ្ញុំមករៀបចំធ្វើតែម្ដងឥឡូវចាប់ផ្ដើមខ្ញុំលីងខ្ទឹមឲ្យឈ្ងុយចឹងទៅរួចហើយហ្នឹងខ្ញុំក៏ចាក់គ្រឿងការីហ្នឹងចូលទៅឆាមកស្ទុះខ្ញុំក៏ចាក់សាច់មាន់ហ្នឹងចូលទៅឆាសាច់មាន់ហ្នឹងមកស្ទុះទៅរួចហើយខ្ញុំក៏ដាក់គ្រឿងទេសចូលទៅគ្រឿងទេសនោះខ្ញុំដាក់ប្រេងខ្យងស្ករក្រាមហើយនិងម្សៅស៊ុបខ្ញុំក៏ឆាគ្រឿងហ្នឹងឲ្យសព្វចូលគ្នាចឹងទៅរួចហើយខ្ញុំក៏ចាក់ទឹកចូលទៅបន្តិចទៅរួចខ្ញុំក៏ទុកវាមកងាស់ចោលនៅនឹងសិនទៅរួចខ្ញុំមករៀបចំបន្លែយើងវិញម្ដងបន្លែនោះខ្ញុំប្រើត្រាប់និងស្នៀតពោតបន្លែនោះខ្ញុំត្រាំទឹកវាទុកនៅនឹងម្ដុំសិនទៅរួចហើយខ្ញុំមកមើលសាច់មាន់ខ្ញុំវិញម្ដងមាន់ហ្នឹងវារាងផុយល្មមដែរហើយអញ្ចឹងក៏ខ្ញុំដាក់ជើងមាន់ហើយនិងកោះទាហ្នឹងចូលទៅតាមក្រោយហើយខ្ញុំប្រើមាន់ហ្នឹងវាមាន់ស្វិតដែរអញ្ចឹងយើងមកងាស់មាន់ហ្នឹងមកស្ទុះសិនឲ្យវាផុយសិនបើដាក់តាណាគ្នាខ្លាចជើងមាន់ហ្នឹងវាលួយទៅសាច់មាន់ហ្នឹងវាអត់ទាន់ផុយល្អជើងមាន់ហ្នឹងចូលរួចរាល់អស់ហើយខ្ញុំក៏ឆាឲ្យសព្វចូលគ្នាចឹងទៅរួចហើយខ្ញុំក៏ចាក់ខ្ទិះដូងហ្នឹងចូលទៅរួចក៏ឆាវាឲ្យសព្វចូលគ្នាចឹងទៅរួចខ្ញុំក៏ថែមទឹកចូលទៅបន្តិចទៀតដើម្បីយើងមកងាស់សាច់មាន់ហ្នឹងខ្ញុំមកងាស់ទៅវាតែឆ្អិនល្មមផុយល្អហើយទើបខ្ញុំនឹងដាក់បន្លែចូលទៅតាមក្រោយហើយបន្លែហ្នឹងខ្ញុំប្រើតែ2មុខហ្នឹងទេត្រប់ហើយនឹងស្នៀតពោតខ្ញុំចូលចិត្តញ៉ាំបន្លែអីខ្ញុំប្រើបន្លែហ្នឹងចឹងទៅចារួចហើយខ្ញុំក៏ដាក់ត្រប់ដាក់ស្នៀតពោតហ្នឹងចូលទៅចុងក្រោយនោះគឺខ្ញុំថែមខ្ទិះដូងចូលទៅបន្តិចទៅឲ្យវាបង្កើនរសជាតិកាន់តែឈ្ងុយចាឥឡូវនេះការីខ្ញុំឆ្អិនហើយមិនដែរបងប្អូនទំនងទេ